និយាយទៅខ្ញុំ surprise មែនតើដោយសារតែរឿងភ្លើងឆេះក្លឹបក្រោមភ្លើងឆេះក្លឹបក្រោមដីចាក់តាំងពីថ្ងៃ20មកដល់ឥឡូវមានសន្ទុះអ្នកមើលច្រើនមែនតើហើយក៏បានឃើញថាអ្នកដែលបានទស្សនាហើយគាត់បានធ្វើវីដេអូច្រើននិយាយពាក់ព័ន្ធទៅនឹងភ្លើងឆេះក្លឹបក្រោមដីហ្នឹងខ្ញុំ surprise ថែមមួយកម្រិតទៀតហ្នឹងមានន័យថាអ្នកស្ដាប់ខ្ញុំស្គាល់គ្នានៅប្រទេសថៃនិងវៀតណាមគេឆាតមកគេសាត់មកខ្ញុំគេសួរថារឿងអីគេព្រោះអីគេអូមមកក៏គេឃើញដែរអូឃើញបងអញ្ចឹងគេចង់ដឹងថារឿងហ្នឹងយ៉ាងម៉េចនៅខ្មែរហ្នឹងរឿងហ្នឹងយ៉ាងម៉េចចឹងខ្ញុំប្រាប់សាច់ដាំតោសាច់រឿងទៅបើគេថាគេចង់មើលដូចគ្នាគេចង់មើលដូចគ្នាអញ្ចឹងមានន័យថាវីដេអូដែលអ្នកនរគ្នាក៏បានធ្វើទាំងអស់គ្នាច្រើនមែនហ្នឹងគឺផ្សាយដល់ប្រទេសជិតខាងហ្មងអញ្ចឹងខ្ញុំដឹងតែផ្សាយដល់ប្រទេសផ្សេងៗទៀតអត់ទេណាប៉ុន្តែគឺគ្រប់គ្នាគេឆាតមកដែលខ្ញុំស្គាល់គេនៅថៃនិងវៀតណាមគេប្រាប់ខ្ញុំថាគេចាប់អារម្មណ៍មែនទែនគេចង់មើលអញ្ចឹងខ្ញុំថាឲ្យមកដឹងទេតែឥឡូវគេកំពុងតែចាក់នៅប្រទេសខ្មែរយើងនៅកម្ពុជាផ្ទាល់អញ្ចឹងខ្ញុំមិនដឹងថាទៅមុខទៀតមិនអីមិនទេណាថាបានចាក់នៅក្រៅហ្នឹងប្រទេសណាខ្លះខ្ញុំមិនដឹងទេអញ្ចឹងតែ surprise និងសប្បាយចិត្តមែនទែនដែលវីដេអូដែលអ្នកនរគ្នាបានខិតខំហ្នឹងបានខំធ្វើក្រោយពេលមើលរឿងនឹងហើយគឺផ្សាយដល់ទៅក្រៅហ្មងទៅក្រៅគ្រប់គ្នាគេបានឃើញហ្មងបានឃើញវីដេអូដល់អ្នកនរគ្នាហ្មងអូរំភើបមែនទែនអរគុណមែនទែនដែលបានទស្សនារឿងភ្លើងឆេះក្លឹបក្រោមដីហើយធ្វើវីដេអូនិយាយអំពីរឿងនឹងទាំងអស់គ្នាអរគុណច្រើនអរគុណ LD ខ្ញុំហើយ team work ទាំងអស់គឺមានតែសប្បាយចិត្តអរគុណគ្រប់គ្នាមែនទែនអរគុណ